តាំងសច្ចាបន្ទន់សិរសាលើកហាត់បង្គំអើយគុណរតនត្រ័យដ៏ជាធំមេត្តាបិតាបុព្វការីព្រមទាំងគុណឥសូរព្រះនរាយគុណប្រពីព្រះគង្គីព្រះអគិពធនីក៏ដូចគ្នាជាវត្ថុស័ក្តិសិទ្ធិល្បាចល្បីមុននឹងខ្ញុំនិទានមានយកសាច់រឿងមកស្រដីយើងខ្ញុំចម្រៀងជាបៃនឹកគុណណាយបុព្វការីដើម្បីឲ្យមានជ័យចេះស្ដារបងប្អូនអើទាំងឡាយទាំងចិត្តទាំងឆ្ងាយសាច់រឿងនិទានខ្ញុំចង់យកព័ត៌មាននៅរឿងរ៉ាវបុរាណផ្អែកទៅតាមពុទ្ធសាសនាព្រោះចែកជ័យជូនដោយពាក្យប្រឌិតឆ្នៃបណ្ណាល័យសាយនរាផ្នែកជាបៃសុំមន្ទនសិរសាយកសាច់រឿងមកនិទានថាជាការស្ដាប់ពិនិត្យវិច័យបណ្ណាល័យសយនរាពិចារណាគិតឃើញដល់បវរប្រជាពលរដ្ឋលោកគិតបន្តសម្បត្តិវប្បធម៌ខ្មែរមានតម្លៃដូច្នេះសយនរាគឺថតទុកបណ្ណាល័យសពផ្សាយចែកជូនបងប្អូនប្រុសស្រីស្ដាប់យកអត្តន័យជាបៃខ្ញុំសូមចាប់ចែងនិទានយកមកអត្តបាយគ្រឿងនគរកាយជាសាច់ញីធัวពិតណែអេបងប្អូនពិនិត្យគ្រឿងជីវិតរុងលោកីជីវិតពិភពលោកអើអញ្ចឹងរឿងនឹងខ្ញុំមិនផោភូតអ្វីរឿងនេះជាសាច់ញីធម៌បល័យប៉ុន្តែខ្ញុំមុំទាយសេចក្តីឲ្យជនទាំងប្រុសស្រីលោកស្ដាប់បានណាជាតួរឿងសុទ្ធខ្ញុំលំអត់រៀបរាប់ចែកជូនដល់គូគប់ទៅដល់បងប្អូនញាតិសន្តានណាដែលលៃលោកស្ដាប់ហើយឆ្ងល់រឿងក្រែងលយងឿងសាច់រឿងបុរាណចំណងជើងទៅនគរកាយខ្ញុំដកស្រង់បានចាប់និទានដូចតទៅខ្ញុំនឹងអើដំណើរកាលអំពីប្របាទចោមខ្សាត់ណែអេដោយរាជអើសម្បត្តិនៅនគរកាយមានប្រាសាទស្អាតខ្ពស់សន្ធៅមានពលៀកពលលំមាននំទាំងឡាយនៅកលថ្វាយនៅកលវាងពេលនឹងអង្គប្រជុំក្លៅនាមប្របាទចិត្តប្រាធិរាជញ
មានពួកអមាត្យឯកអុកមុខមន្ត្រីមានទាំងកងសីមិនដឹងបរាប់បើនិយាយពីកងទ័ពអូយព្រះអង្គនៅក្នុងប្រាង្គប្រាសាទហៅបញ្ចវិមានជាពិសាទនោះសែនស្អាតទេសំរុំណាស់តាមក្បួនខ្នាតមានមុខអាមាត្យពួកមន្ត្រីជំនុំជំនិតរដ្ឋរាជការគឺថានៅក្នុងនគរសែនសប្បាយណាស់មនុស្សមនាមីដេរដាព្រះអង្គមានអគ្គមហេសីបើពាក្យសាមញ្ញថាមានភរិយាព្រះរាជាគ្រប់គ្រងព្រាជបុរីនៅនគរកាយាយដែនដីមហេសីឈ្មោះរាគីទេវីនាងឯនោះមានឈាមមានសាច់ល្អផ្ដាច់ព្រៀបពំបានអេដីស្រួយខ្ញោកដូចបោកបែងចានក្លិនដូចកូនឡានក៏អូពេញទីសង្កាញ់ដាញ់មុខឡើងរានាងរាគីទេវីនៅក្នុងប្រាសាទប្រាង្គមនីមន្ទីរបញ្ចវិមានរូបិរកឈ្មោះពេញឃើញទុកមនិញស្រឡាញ់ទាំងអស់គ្នាចិត្តត្រាអង្គព្រះរាជារួចនៅក្នុងនគរជាប្រធានសែនសុខសប្បាយហើយសុខសល់រួចជាមួយពួកពលទាហានមុខអាមាត្យមិនអត់ឃ្លានខ្ញុំសូមនិទានចាប់ចែងសេចក្តីព្រះនាងអវិជ្ជាទេវីនារីដែលជាម្ដាយក្មេកស្ដេចញ៉ែអេព្រះសុខនិសាមាត្រឈាមសាច់បានសេចក្តីថាកូនប្រសានេះជាខ្សែអើសាឡាយកាយប្របាទចិត្តត្រាចំណែកលោកអុកញ៉ាលោកភក្ជីឪពុកងុយក្មេងព្រះបាទចិត្តត្រាសោយសីមាក្នុងនគរកាយសង្សុកសបាយគួរឲ្យត្រអាលត្រេកនៅក្នុងដែនដីបុរីនគរខ្ពស់ហួសពេកបននៃស្មាភ្នំធំឲ្យលើមេឃប៉ុន្តែនគរកាយនោះត្រអាលត្រេកលើដីក្រោមមេឃសុកអស្ចារ្យនគរកាយដោដំរឹងមមខ្លាំងកន្លងពួកស្រីឲ្យស្នំអើមកងលះរំធូនខ្លះរំបាមនុស្សសបាយហើយគ្រប់គូមានទាំងស្លូមានសារវ័នរួចជាវៈយ៉ាងសំខាន់មានរហូតដល់វងភ្លេងការរត់ប្រាំងណាំងស្បែកផ្លែកតន្ត្រីអាយ៉ៃជបីនិងរំបានៅក្នុងនគរសែមាគឺថាអត់មានទស្លុតភ័យសុខសប្បាយក្នុងនគរពុទ្ធចិត្តប្រាអើធិរាជញអេទោះបីយប់ថ្ងៃព្រឹកល្ងាចសឹងសប្បាយដល់ប្រពៃរឿងនេះខ្ញុំឆ្លេះទុកមកកាន់សិន
រៀបសង្កិននិទានស្ដីចាប់ពីស្ដេចស្ដែងក្រុងអសុរីមាននាបបីនៃស្ដេចយក្សាយៈនោះកុយខ្លួនអើក៏ធំព្រៀបនឹងភ្នំមិនបានទេធំនោះធំមិនលើសគេមានឫទ្ធិអំណាចលើពិភពដែនសេមាស្ដេចស្ដែកយៈនោះងល់លោកស្នាក់ស្ដាប់បើរឿងសម្លាប់វិញអត់មេត្តាលឺសូសัตว์លោកទួញធ្ងោយំសោកាប្រែជាខ្លាំងខ្លាស្ដេចនោះគិតថាសំលេងពីរោះស្ដេចក្រុងយៈអាសុរីមានន័យឈ្មោះនាមប្រកាសថាមច្ចរាជក្រុងអសុរាអុចនគរយ៉ាងធំបបោមាត់ក្រោមទល់អោជ័យបបោមាត់លើធំមិនពេកទល់នឹងជើងមេឃគួរឲ្យយើងឃើញហើយចង់យំបើវាអបសុករងទនំទាញឋានព្រំទម្លាក់មកដីនិយាយពីខ្លួនក៏អើតក៏អួនធំខ្លាំងណាស់បាល់យ៉ាក់ស្មើអាកាសដេះដាស់រហូតឋានត្រៃត្រឹងបើយើងសម្លឹងមើលថ្មីថ្មីជើងមកខាងជន់នៅភ្នំកៃឡាជើងមកខាងហួសអោជ័យរំតែងចាំរាប់គីឡូដីវត្តរៀងស្នែងក៏បីលីយពុកមាត់គាត់ជាយក្សាស្ដេចស្ដែងមហាយៈក៏ហឹមក៏ក្រាក់ជាមេសង្គ្រាមមិនចុករាជយៈក៏ដឹងភ្លាមតែមានតែអញទេអត់ស្គាល់ចាញ់នៅក្នុងលោកាបំមាលមើលដោយអបសុកអញនៅក្នុងស្រុកដែនសីមាអុយពិភពបាយលោកាអញត្រួតត្រាគ្មានសល់អ្វីអ្នកណាក៏ដោយចុះនៅទៅចំណុះនៅតែនិយមអេអញទំត្រៀនបានឋាននៅរុកឋានកណ្ដាលនាគព្រំទេវតាទេវបុត្រអញសម្លុតលេងឲ្យរាល់ថ្ងៃទេវតានៅឋានណាយដោះសិតឲ្យតណ្ណាធ្វើឲ្យទាស់ចិត្តអាយៈទាញទម្លាក់មកដីចុះអញជាមកចុករាជយៈអញក្តៅក៏ក្រាក់នៅក្នុងបុរីតើនគរមាននគរអីដទីលីស្កើងប្រហែលនឹងអញដែរនគរណាចិត្តឬឆ្ងាយអញក្នុងកាយមិនទាន់ដឹងសោះបកែតង្ហើបកែតង្ហោះលោតផ្លោះក្រុងអាសុរាយៈមានស័កធំធំហើយមកជំនុំការរាជអមាត្យតាយសេនាគឺថាដៃស្ដាំក្រុងអសុរីមិនចុករាជកំពន់យៈកើមកក្រាក់ហៅសេនា4អេមកចុករាជយៈលឺផ្ទួនក៏ហៅអ្នក4ឲ្យចូលមកថ្វាយកលប្រច័ក្ក្រីពេលនឹងយៈស្ដេចស្ដែងក្នុងកន្លែងមានជ័យនគរគេមិននឹងណោអីក្រមមេឃចាយលើដីពិភពលោកីគេអាចនៅបានគ្មានចន្លោះជ
ចេញទៅណាស្រុកណាភូមិណាអត់មានណាហ៊ានប្រកែកពេលនឹងមិនចង់រាជហៅមេតបធំអស់ចាទាំងបួតអ្នកមកប្រជុំគ្នាស្ដេចរាជាក្រុងអាសូរាមើលណែឯងទាំង4អាត្មាយើងស្ដេចស្ដែងយក្សាគឺថាចង់ដឹងនគរដទៃបើមាននគរណាគេក្រន់បើទេប្រហែលនឹងអញណាក៏ដោយចុះឃើញអញហើយខ្លាចណាចដូចផ្ទះបាញ់អត់មានស្គាល់ចាញ់ទេក្នុងលោកីអញជាស្ដេចម្ចាស់រាជធំស័ក្តិប៉ុនភ្នំធំជាងផែនដីតើមាននគរណាដទៃលីប្រហែលប្រហាក់នឹងអញដែរមើលណាដឹងរឿងនៃនឹងមេតបទាំង4ស្ដេចម្ចាស់រាជក៏អឺតក៏អួនតបក៏ចូលខ្លួនមកហោហាយទាំង4មកដល់បង្គំគល់ថាចំពលអង្គរះចំស្នេហ៍ខ្ញុំបកូនណាមិនបែកចៃបែមាននាយមួយផ្លាប់ផ្លែតឈ្មោះនាយជាតិទូលហោហាយគួរឲ្យចង់ស្នេហ៍ស្និទ្ធមិត្តរីនាយជាតិនុយសេនាមេបញ្ជាការខាតសើបគាត់នឹងស្លៀកពាក់ត្រង់ទំនើបអុចមៀតក៏ក្វេងខ្ចីនាយទី2គឺជារាភូមិអង្គឯមេជាមន្ត្រីគួយស្អៀកលើកៅអី220សាក់លើស្មានាយជាធីគិតទៅសាក់ពីដណ្ដប់ពាន់ពាក់គ្រប់គ្រាន់មើលទៅជ្រែកសេនាភ្នែកប្រាក់កាយដៃគឺនាយមរណៈដៃ150ដើរតួមកថ្វាយបង្គំថ្ងៃកងភ្នំអង្គសត្រាដាច់ជ័យស្ដែកម្ចាស់រាជយក្សាតមេបញ្ជាការទាំង4កាយមើលណាដឹងជាគេរៀបប្រាប់យើងជាស្ដេចយៈមានតែយើងម្នាក់អត់ទៅស្គាល់ចាញ់អ្វីយើងជាម្ចាស់សង្គ្រាមក្នុងនាមជាស្ដេចយក្ខីមើលឯងដឹងថានគរអីចូលទូលអើសេចក្តីដើម្បីឲ្យអញស្ដេចយក្ខបានដឹងផងម្ចាស់សង្គ្រាមមិនមែនក្លៀតជាតិទូលភ្លាមហាក់ក្នុងឯនាមខ្ញុំជាសេនាបបិតតាយសត្រាជាតិយក្សាកុំឲ្យមកមាននគរមួយគេនៅឆ្ងាយឈ្មោះនគរកាយគេសុកកន្លត់ដាច់មិនចកឈូនព្រំដីផងលិចជ័យដល់ខ្មងដីឲ្យរាប់មើលនៃតាផ្លាយថាមានតែអញអត់ស្គាល់ចាញ់ឥឡូវវាមានគេអញសុកចិត្តទេអាយុកៃអញរាប់ម៉ឺនលានផ្លាយលឺសូគេអួតដាយខ្ទោខ្ទាអុចសត្រូវមានឈ្មោះនគរកាយបើចឹងអញឲ្យអ្នកទាំងឡាយចេញទៅឲ្យកំចាយទោះចិត្តរស់ជុកឆ្ងាយតោងណាឯងទាំង4កាយប្រុងអាត្មាទៅចាប់ស្ដេចគេបានណាខ្លួនប្រានយកមកយើងផ្ទាល់សេនាទាំង4ជាកងពលសុទ្ធតែស័ក្តិ250នឹងនាយជារៀននាយជាធិសក្តិគេច្រើនអស្ចារ្យពាក់មេដៃទង្ហាយមាសលើស្មាគឺថាអោកុដក៏ត្រង់មើលទៅរូបរាងប
នប្រហោងសិតប៉ិនជាងអេគុននាងបុកកុយមាត់ពត់ទ្រង់ហំសំអស់ចាសេនាដាច់ដែកភ្នែកប្រាក់នាយមរណៈស័ក400ហានៅចាំអើទទួលកិច្ចចៃការសត្រាមកចុរាជចាត់សេនីនាមឈ្មោះនាយជាតិព្រាតចេញទៅនគរកាយដើរតួព្រោះនគរនោះសឹងសុខសបាយជាតិខ្លាយជាក្មេងខ្ចីណាឃើញហើយក៏ចូលចិត្តអាណិតស្រឡាញ់គ្មៀតខ្មាញ់ចូលដល់បុរីមុនដំបងចូលទៅដល់តែខ្លួនខ្ញុំនេះឥតអ្នកណាពឹងអ្វីលីជាក្មេងកំព្រាស្អូនខ្លួនអើកំសត់ប្រាស់ប្រត់សូមលោកមេជាងធំទីទុកចិត្តហើយមនោរមនៃប្របាទចិត្តត្រាអង្គរាជាជាតិទៅហើយត្អូនត្អែថាមេជាងតណ្ហាដឹងថាកុមារកំព្រាសូមលោកឪពុកចិញ្ចឹមទុកខ្ញុំជឿតាមសទ្ធាខ្លួនខ្ញុំសូមធានាការពារថែរក្សាត្រូវជាបិតាមិនមែនឃ្លាតឡើយគេចេះទំអូនចេះទំអែគេចេះធ្វើស្រ័យចេះជួររស់ការងារអីក៏មិនទំនេរសោះចេះទាំងអស់ក្នុងលោកីឲ្យតែលោកឪពុកតណ្ហាណិតឲ្យបុត្រានៅអាស្រ័យមេជាងធំផ្គុំដៃកូនណាយនៅចុះមិនទាស់អីប្រុសពិសីរូបសែនល្អរូបបីរៀងនៅក្មេងមានសម្លេងពីរោះណែងណងក្រាំងកៅអៅលិនក៏អូបសម្លេងគួរដូចតៅវ៉ៅស្រួយខ្ញោកគួរអស់ចាមើលទៅជើងថ្មិញដូចគេក្រៃមើលទៅជើងសក់ដូចគេក្រកឥតសៅมองកន្លែងណាកេះជាគង់សំវងយកាភត្រាកឡង់គួរឲ្យមិត្រីនាយជាតិដល់ពេញកំឡោះចូលចិត្តទាំងអស់មនុស្សកមុំឃើញហើយច្រឹមច្រំខ្លះទៅកេះគ្នារបស់អស់ស្បែកធ្វើមិននឹងបានអ្នកមកផ្លែកចូលចំណូលមកថ្មីដល់ហើយល្អកមុំបកាច់កធ្វើមិននឹងបានធ្វើជាប្តីខ្លះកៃក្តិចទាញខ្លះក្តិចទាញនេះជាតិចិត្តឲ្យគឺក្តិចក្រៃលែងខ្លះប្រឡំទាញប៉ះភ្លូខ្លីពួកកមុំនគរកាយខ្លះឃើញហើយខ្លះក៏ហៅបងខ្លះអែលខ្នខ្លះប្រឡំចង់ហៅប្តីនេះជាតិតើឲ្យសេនាឲ្យជាដែលជាបីដាជាឪពុកធរប្រុសប៉ុណ្ណៃអាណិតយកកូនទៅសម្រេចថ្វាយស្ដេចផែនដីកូនសុំលាលោកពុកយុទីមេត្រីព្រោះអីស្ដេចជឿអស្ចារ្យមេលោកឪពុកជាមេជាងធំខ្ញុំក៏សុំចង់គាល់ស្ដេចលោកមេជាងតណ្ហាសម្រេចនាំនាយជាតិអើសវ៉ាឡើងទៅដល់ម្ចាស់ផែនដីចោមចក្រីប្របាទចត្រា
គ្រាន់ទៅដល់កាលណាអេដាច់ជួប្រវត្តិគូសកត់ត្រាអ្នកមកពីណានគរស្រុកអ្វីនាយជាតិផលិតផ្លាប់ចាប់ไปទូលទៅតាមដំណើរអេថាកុំទៅទូលបង្គំមានឪពុកធរក្រនបើកុំអីទូលបង្គំនឹងខ្សាច់បានលោកអើឪពុកជួយទំនុកជួយម្រងផ្ដើមផ្ចង់ហួសវិស័យឥឡូវរលឹកនឹកប្រចោមត្រៃដល់ថ្ងៃបង្គំគល់បកូណាទូលបង្គំសុំនៅអួយផងឆ្លងជាមួយទល់បកាយអេស្ដេចឃើញហើយដូចជាមានចិត្តប្រោសមេត្តាឲ្យជាតិនៅយ៉ាងចិត្តដល់យូរសម្លឹងមើលឃើញជីវិតមើលឃើញរូបរឹកល្អអស្ចារ្យខ្លែងពីអង្គពភូនាគស្រឡាញ់នៃជាតិស្មើជីវ៉ាពេលនឹងគួរឲ្យអស្ចារ្យស្ដេចចត្រាទុកអាត្មាទុកចិត្តលើនៃជាតិណាស់នៃជាតិធ្វើឲ្យស្ដេចទុកប្រតិអត់មានភ័យក្នុងនគរកាយាពលៀងប្រឡំខ្ញុំកំដរទាំងឡាយពួកអកយាយចាស់ទុំឯនំទាស័យនាំគ្នាឥតឃ្លាតស្រឡាញ់នៃជាតិទៅទុកចិត្តឲ្យថែមអាណិតអើពិសីអត់តែមានដឹងអ្វីនៅក្នុងដែនដីនគរកាយបរិស័ងសុខជាមានជាតិបំរើផ្ទាល់អង្គចំពលព្រះបាទចត្រាអូមហេសីជាយាស្រឡាញ់ត្រូវការឈ្មោះនាគរាគីទេវីនារីរៈសាច់នៃជាតិក៏ទៅចាក់ក្មេងកំឡោះពាក់អាវកកោះស្លៀកខោកគីណានាក៏ដោយចុះគេត្រូវការលោកអុកញ៉ាលោកភៈស្រឡាញ់នៃចាក់ជាតិពេញទីឲ្យនៅក្នុងរាជធានីឥតមានទីស្រឡាញ់ឥតឃ្លាតណាបានចិត្តត្រាសុខសប្បាយក្នុងនគរកាយឥតបន្ទុកភ័យបងប្អូនទាំងប្រុសស្រីអើយខ្ញុំជំរាបញោមញាតប៉ុន្តែនេះជាតិជាសេនារបស់មកចុកសង្គ្រាមយៈមេគេ4នាក់គេពិឃាតចំណែកកាយនៃជាតិភ្លៀតឆ្លៀតប្រើផ្ញើជើងសាទៅដល់មេបញ្ជាឈ្មោះនាយជ្រាជំនាញទ័ពសាក់220ថែម110បើចឹងពេលវេលានេះលោកយាយតាដល់ពេលខ្សែខាងក្រោយសុំបញ្ចប់ឥឡូវអស់ការរៀបបីរាប់សុំជម្រាបបងប្អូនយទីស្នេហារឿងនគរកាយខ្សែក្រោយសុំដាក់លបោយរៀបមកសាឥឡូវដល់ពេលវេលាគឺថាសុំស្លេះប៉ុណ្ណេះសិន
កកាយអត្តបាយពីនាយជាតិផ្ញើសារទៅស្ដេចមកចុកសង្គ្រាមអសុរាបាទដឹងការសារជាថ្មីមកចុកសង្គ្រាមបានទៀមទាឲ្យមេជារាសេនាល្បាញល្បីកងទ័ពបុយនោះខ្លាំងហួសវិស័យណាំវានៅរុំជាប់នឹងដៃលីមិនដឹងប្រមាណធុងកុស៊ូសិតតែឆ្នាំហើយគីមីពលហោះទល់មកលើមេឃបោះពួយមកដល់ជ្រៀតជ្រែកចូលមកដល់នគរកាយាមកដល់កន្លែងលបងវាំងជ័យលីគិតផាត់ពណ៌ឲ្យល្អក់កកគ្រប់ប្រការខ្លែងពីជារាទីពីចូលដល់កាលណាព្រះចិតុនអង្គប្របាទចិត្រាគឺថាត្រូវជាឧបត្ថម្ភស្ដេចត្រូវជាក្មួយស្រីទាំងបីឡើងមកបង្គំគល់ឲ្យព្រះអង្គបានដឹងរឿងផ្ទាល់ព្រោះនាយជាតិអ្នកយោកាមិនមែនជាខ្សែស្រឡាយយើងទេពួកគេមកចុកក្រុងអាសូរាហេតុនេះសូមព្រះអង្គក្សត្រាគឺថាទ្រង់ជ្រាបសេចក្តីឥឡូវគឺបញ្ជូតនាយជារាបេបញ្ជាមកដល់ប្រាសាទវាំងយើងដំណាក់ធ្លាប់ទៅស្អាតស្អាតឥឡូវវាមកចូលបាត់មានដឹងអីបាត់ខ្លំឲ្យកកល្អក់ធ្វើឲ្យតក់ឲ្យទាស់គ្មានសល់អ្វីប្របាទចិត្រាឋានណែនាងស្រីទាំងបីហេតុអីក៏មកប្រាប់អញព្រោះនគរកាយសុខសបាយមិនអីចឹងទេអញពងទៅសបាយពងតែសញ្ញេសបាយម្លេះទេអត់មានបារម្ភពនាងអនិច្ចាជាកំពូលមកទូលអញ្ចឹងដូចជាមិនសូវសមប្របាទចិត្រាធិរាជដោតដំអត់ព្រមជឿព្រះចិតុនអ្វីចិតុននឹងប្រែថាក្មួយស្ដេចហើយសម្រេចអ្នកឧបត្ថម្ភផងជំនុំជំនិតបានដឹងមិនមែនមកដាច់ប្របាទចិត្រាមិនជឿស្រីស្រីដែលត្រូវជាក្មួយឡើងមកទូលអង្គជាកំពូលក្នុងបុរីឥឡូវខ្ញុំសុំនិទាននៃស្ដីអេលីរូតនិយាយពីជារាបានផ្ញើសារលិខិតវិចិត្រទៅដល់ស្ដេចមកចុកសង្គ្រាមទៀតពេលហ្នឹងទ្រង់ឲ្យឆ្លៀតឲ្យនៃជាតិធិមកឲ្យមូលគ្នាព្រោះនៃជាតិមានផែនការល្អឲ្យណាស់យើងជុលវាយលុកឲ្យពុកឲ្យភ័យក្នុងភារាពេលនឹងសេនាបានផ្ញើសារដល់គ្នានឹងគ្នាជាធិកាយលេលេចេញពីភារាមកចុកមកបោះអុយពួយលឿនស្លៅស្ដាវទៅក្បែរមេឃដាច់យ៉ាក់នោះកៃជ្រៀតជ្រែងកែតសពមេតបសេនាមកក្រឹកអើកក្រាក់ដោយស្ដេចយៈទ្រង់បញ្ជាថាឲ្យវៃលុករាជសមាគឺថាកុំឲ្យត្រាប៉ុណ្ណី
ធិចូលមកប្រើកងទ័ពអឺរ៉ុបមិនបានបាច់វល់កប៉ាល់បាច់វល់ឡានកងទ័ពមិនដឹងបរពអេកស្កាស់ញឹកជាងមករៀមដៃហើយព្រមទាំងមេគ្រប់មេរោគទាំងឡាយចូលដល់នគរកាយគ្មានបណៃរុះរើវាយលុកអត់មានអ្វីដើម្បីទប់ទល់តវ៉ាបាននាងជីតុនទាំង3គឺទុកខាងអនិច្ចំអនត្តាឈ្មោះទូដល់អស់ចាចូលបង្គំកលសត្វសានថាព្រះអង្គមិនជឿពីមុនឥឡូវសយសុនហួសប្រមាណមេតបជាធិចូលដល់ឋានអង្គប្រសាទសានគិតយ៉ាងណាពេលនឹងសត្វចោមឆាយក្នុងនគរកាយមើលទៅល្អក់សិតទៅកងទ័ពធំចូលមកឆាបឆក់ស្មក់វាយលុកគ្មានមេត្តាបត់ដីឡោមចោមជុំបុរីរុំវាំងសេម៉ាពេលនឹងប្របាទហើយចិត្តត្រាព្រះអង្គទ្រង់ខ្វក់ក្វល់ចិន្តាមិនដឹងយមានច្រកណាចេញទៅបានណាពីមុនឯងមិនជឿទេស្មានគេនឹងមកត្រង់អេឥឡូវពេលនេះដៃខ្ញុំសុទ្ធទៅតបពីលសាមាននេះហើយជីវិតក្នុងពិភពលោកីអង្គចក្រីរកយល់មិនបានពងតែសបាយសុខខ្សែមខ្សាននេះលើរំខានដឹងជារកច្រកតាមត្រង់ណាយាធិប្រមូលគ្នាចាប់ដៃនឹងជារាជាតិហើយស្រេចជាការចាំបាច់ដូចផ្ញើក្រិតមួយទៀតចេញជាឯកសារប្រាប់ដល់នាយមរណៈដៃដែកភ្នែកប្រាក់សាក់500ហាមើលទៅពង្ហៀមមាសប្រាក់លើស្មាឲ្យត្រៀបត្រាគួរឲ្យភ័យមៀតគាត់នឹងធំខ្មៅកាន់បថាវកាន់លំពេងអេដៃរាប់ពាន់កាន់ឲ្យជ្រែងសុទ្ធតែគ្រឿងអាវុធយុទ្ធប្រហារនិមិត្តមុខ10បៃដៃ100ចូលចេញសពអាត្មានាយមរណៈសេនាគឺគ្មានអ្នកណាវក៏បានគ្រាន់តែឃើញវៃសាមកមួយបោះពួយលឿនរហ័សទៅតឯងមិនអៀតមិនខ្មាស់អត់មានយកសំណោកសោកវណ្ណណាចូលដល់នគរកាយព្រោះបញ្ជាផ្ទាល់អំពីចោមពលស្ដេចមកចុកសង្គ្រាមមានរត់ចេះស្ដាថាឲ្យពាត់ឡោបយកចិត្តត្រាគឺថាយកមកឲ្យផ្ទាល់ដៃមកដល់មរណៈបញ្ជាព្យាធិជេរទាំងពីរគ្នាចាប់ពាត់តែអេចិត្តត្រាធិរាជញាប់ញ័រធាត់ឃើញនាយមរណៈមានច្រវាក់ជាប់នោះដៃមានអាវុធដៃគ្រប់ណាស់យុទ្ធភ័ណ្ឌចូលមកពាត់ពន់ដល់ក្រុងក្រៃពលខាងមកចុរាជមកចាប់ចងដៃចងយ៉ាងសឹងនាំទៅប្រឡ័យឥតតែមានស្ដាយស្រណោះប្របាទចិត្តត្រាទរាជល្ងាចត្រូវពួកទាំង4គេបណ្ដើរទៅ
ហើយសូមឲ្យខ្ញុំបាននៅផ្ដែផ្ដាំសពទ័ពសេនាខ្ញុំមិនដែលរករឿងហេតុអីមិនក៏គ្មានបណៃមេត្តាប្របាទចិត្តត្រាយំសោកបោកអាត្មាគឺថាពិបាកនឹងទប់ទល់បានវយគេក៏គេមិនស្ដាប់ទឿនឆាប់យើងចាប់ចងខ្សែរឹតទៅរួតចំណងសាច់សួតស្ទើរនឹងស្ងួតស្ងប់អស់ពីប្រាណនឹកអាមហេសីនឹកទឹកដីនឹកវិមាននឹកកោឋានតែនឹកយ៉ាងម៉េចក៏លប់វិញមិនបាបណាមេតបយៈកាយទាំង4ប្រាណមិនបានប្រោសបណៃឡើយខ្សែគេចងលបងគេវៃលីទៅដល់មកចកសង្គ្រាមមកចករាជក្រន់ទៅឃើញភ្លាមចំអកលក់លុយឲ្យអស់ចាហើយយើងមិនមែនយកមកជាខ្ញុំបំរើយើងគ្រាន់តែសម្លុតឲ្យផ្ចាញ់ចោលទេតើឥឡូវយើងគ្មានទទួលខុសត្រូវចំពោះអ្នកឯណាខ្លាចអ្នកឯងទៅតាមយថាកម្មគាត់ឯងចុះប្រាជ្ញប្រុសអួតមានបញ្ញាប៉ុណ្ណឹងដែលធ្វើខ្សាត់ត្រាស្ដេចស្ដាយញ៉ាយអស់ចាគឺថាឲ្យមកចុកយើងមើលងាយបានឥឡូវយើងមិនមែនដឹងនគរឯណាទៅឯនឹងយើងលែងទទួលខុសត្រូវបាត់ចិត្តត្រាវវិញផ្លូវក្លៀតពីរាគាទេវីក្លៀតពីម្ដាយឪពុកក្មេកក្លៀតនគរកាយឆ្ងាយពេកតិចទីវងវែងវងរត់រាជធានីវក់វីតឯងលឺសូទៅមាត់ខ្លែងសัตว์បាក់សីបរិសូនស្ងាត់ជ្ងុំកាត់ភ្នំកាត់ជ្រោះសែនជ្រៅអេលួនណាអើយស្ដេចមកចុករាជសែនខូខើនៅក្នុងនាលោកីចិត្តត្រាទួញសោកការរៀបរាប់សែនអភ័ព្វមិនដឹងទិសតំបន់អ្វីសងព្រេងកណ្ដាលដងព្រៃពួនឃើញសមុទ្រអត់ត្រើយមិនដឹងកោះត្រើយនៅអីគួរឲ្យបណៃតែឯងឯកាជីវិតកំពុងតែអស់សង្ឃឹមអស់ទីពឹងពេលពេលនឹងស្រាប់តែមានភពមួយអស្ចារ្យបានជួបនឹងលោកក្រហមអុកញ៉ាសធាជាមេបញ្ជាជើងទឹកបើកនាវឹកលឿនអស្ចារ្យលោកសធាធ្លាប់ជាសេនាគឺថាបានឃើញជាក់ស្ដែងសធាបានឃើញស្ដេចកុំស្ងួតសួតសាច់ដងព្រៃភ្នំអសែនអយុទីមនោរមលោកអុកញ៉ាសធាបានឃើញជាក់ស្ដែងបើចឹងយើងគិតមានច្រកណាដើម្បីរករៀនវិជាការចេញដល់ទីកន្លែងតទល់មេសង្គ្រាមមកចុកកៃរាជស្ដេចជ័យស្ដែងមានតែច្រកមួយគាត់ទៅលោកសធាឯងជូនយើងជាស្ដេចស្ដែករៀនអីស្អីបើយើងមិនឧស្សាហ៍រៀនសូត្របង្ហូតមុខជាមកចកចាប់បានណាវាធ្វើបាបផ្ទាល់ប្រាណឲ្យយើងមកវេកភ្លេចស្មារតីម្ដងនេះយើងសងសឹកទៅវិញយកច្រកមួយដល់ប្រពៃលោកសធាបាននាំអង្គនរពដីជួបឥសី2អង្គ
រាជគ្រូប្រហិតមានចិត្តមនោសញ្ចេតនាជ្រះថ្លាណាស់នេះគេខ្ញុំជម្រាបឲ្យច្បាស់នាមឈ្មោះជាតិចាក់រាជគ្រូទី1ឈ្មោះអលោភៈទី2ជាងចៈអតោសៈអមោហៈជាទី3បាននាំជាមួយអុកញ៉ាសធាននាំគ្នាទៅជួបព្រះសង្ឃរាជ2ព្រះអង្គពុទ្ធទិដ្ឋិឲ្យបានត្រង់មានយោបល់ជ្រះថ្លាខ្លាំងក្រៃនាមឈ្មោះព្រះបញ្ញន្ទ្រីព្រះសមាធិន្ទ្រីនឹងខ្ញុំសូមជម្រាបយ៉ាងខ្លីជាព្រះសង្ឃរាជបាននាំស្ដេចទៅជួបនឹងឥសីដើម្បីខំរៀនវិជ្ជាការឥសីអើទាំងពីរនាមឈ្មោះអធិមោខៈនិងវិចារៈទាំងពីរព្រះអង្គទៀតរៀនសូត្រតាយប្រងព្រាតដូចចេះវេទមន្តវិជ្ជាដល់ចេះកៃមន់ពេញអង្គកាយសែនសបាយមាក់មេអើយនាំលោកអុកញ៉ាសធាជិះនាវាមកតទល់នឹងពលមកចកសង្គ្រាមជួបភ្លាមតទល់ច្បាំងនឹងយៈលឺសូក៏ក្រឹកក៏ក្រាក់អាវុធដូចគេចាក់សជ័យពេលនឹងអង្គកំណាន់ហូតប្រខាំងជ័យទាំង3ហើយច្បាំងតទល់នឹងពលអសុរីទាំង4ទាំង3ពងទៅជាប់ដៃអតៈគ្នាលឺសូមមុខកុយមុតគ្រឿងអាវុធស្ដេចចត្រាធិរាជអេយខ្លែងពីយៈតាំងបើកភ្នែកកលេចជ័យមកក៏ហមច្រាលគេបានខ្លែងសោតបតវ៉ាអង្គចត្រាដល់ទៅកាលមានអីសីដល់ទៅកាលបណ្ដាលឲ្យចិត្តគ្មានស្លុតភ័យមកចុរាជតាំងទួងស្គមម៉ាំងពលចម្បាំងមកឲ្យកក់ចិត្តក្បាលតម្រៀបឲ្យដូចផ្សិតសុតទៅក្រុងពងអាសុរីទោះមកក៏ក្រឹកក៏ក្រាក់អំពេងដោតកាក់កាន់នៅគ្រប់ដៃពីគ្រឿងកាប់ចាក់ឥតនៅញើតអីណានទឹកណានដីមកជន់នឹងមកឡោមចោមពាត់អង្គប្របាទចិត្តត្រាប៉ុនដែលមានគ្នាច្រើនអស្ចារ្យឃើញម្លៅយ៉ាក់ដើរដូចគេស្វឹងគិចលើដើមឈើព្រឹក្សាប៉ះដើមណាបាក់ដើមនឹងរឹតល្បីរឹងប៉ឹងរឿងនឹងទប់ទល់នឹងអាសុរាប្របាទចិត្តរាជឃើញយ៉ាក់ធំអេមានកណ្ដុងចុងប៉ុនភ្នំមានក្រុងពងអាសុរីឃើញអាទេសភ្លើងស្មានទៅចង្រិតវាចាប់ក្តិចញាត់សណ្ដែកដីមានអាយៈមួយចំយបកាយខៃកណ្ដុងសងសាយសៀតធ្វើក៏ភ្លើងខ្លីបោះពួយតទល់នឹងពលសេនីអេក៏ជីប្រមោកអត់តែមានស្ដាយសណោះតទល់នឹងគ្នាយូរដែរច្រើនឆ្នាំច្រើនកែបាំងធំក្រៃលេខនិយាយពីប្របាទចត្រាស្ដេចស្ដែងគ្រានោះឯងច្រើនកន្លែងមានគ្នាទីមួយសុទ្ធតែអ្នកខ្លាំងពូកែនាមហោហែអុកញ៉ាសធាទីប្រសង្ឃរាជ2អង្គានាបមាលោកទាំងពីរមួយទៀតអើសំខាន់ឈ្មោះប្របញ្ញន្ទ្រីល្អជាធំព្រះសមាធិន្ទ្រីដល់ឧត្តមសុទ្ធតែមានឈ្មោះមាននាបមានបញ្ជីហ
ហើយមានគ្នាសិតតែជោគជ័យមានអីស្អីអង្គទាំងពីរចំណែកអីស្អីមនីនាមមិនឈ្មោះអពីអាត្មាអធិមកខៈនិងអធិវិចារៈខ្ញុំបញ្ជាក់រាជគ្រូដល់ប្រណិតរួចទាំង3ប្រហិតគេហៅថាគ្រូស្ដេចចិត្តត្រាមានគ្នាច្រើនចាក់បានទៅតបយ៉ាងសាមកចុករាជឥលហ៊ានលែងហ៊ានច្បាំងតវ៉ាអេអាសុរាចុកចាញ់ដៃនេះតួស្ដេចនឹងតួយៈតួនាងតួអ្នកនៅក្នុងរឿងនគរកាយខ្ញុំបាទខ្ញុំបកករណាសូមអធិប្បាយបកស្រាយជាសម្រាយចេញជាសេចក្តីនគរកាយនឹងគឺតួយើងគេមិនមែនណានាផ្សេងពីនឹងទេបានតែខ្ញុំថារឿងជីវិតពិតក្នុងបល័យឯប្របាទចិត្តត្រាធិរាជស្ដេចផែនដីនាមនៃដួងចិត្តយើងគ្រប់គ្នាឯមកចុកសង្គ្រាមគឺសេចក្តីវិនាសប្រត់ប្រាស់ស្លាប់នឹងឯកបងប្អូននៃគ្រប់កន្លែងញុចផ្នែកឯឲ្យជារីពីព្រោះជីវិតពិភពលោកម្នាក់ឬក៏ច្រើនអ្នកតែងចាស់ក្រំគ្រាតែងមានជំងឺដំកាត់ហើយមកជាមួយគ្នាអត់ណាពោះពៀជិះបានទេឯមរណៈគឺសេចក្តីស្លាប់តែមានច្រកមួយយ៉ាងចំណាប់អាចតទល់បានមិនអស់សង្ឃឹមទេញាតសន្តានពិតហើយលោកវាលវត្តសង្សារប្រកបដោយអកុសលតែមានលទ្ធផលច្រកអំពើល្អថ្លៃថ្លាសទ្ធានឹងគេហៅថាអុកញ៉ាប្រែថាជំនឿលើអំពើល្អអាចឆ្លងរួចលងទុកបានឯខ្សាត់ខ្សានប្របាទចិត្តត្រាធិរាជរាគាទេវីដែលល្អទាំងព្រឹកទាំងថ្ងៃទាំងល្ងាចគឺសេចក្តីតម្រេកត្រេកតាអាលខុសប្រាថ្នានាំឲ្យអកុសលទាំងនេះខ្ញុំបកស្រាយមកអំពីពាក្យអង្គាតថាចែកជូនបងប្អូនលោកយាយលោកតាកុមារីកុមារាក្នុងលោកីនេះក៏មិនមែនជារឿងប្រាជ្ញប្រុកមិនមែនជាប្រឡោមលោកគឺជាសាច់រឿងពិតរឿងក្នុងជីវិតមនុស្សកៃសត្វលើភពផែនដីមានតែអំពើល្អឲ្យមួយគត់សម្រាប់នាំយើងទៅកាន់ភពថ្មីគឺភពនិព្វានសុខសួស្តីព្រះសមាធិន្ទ្រីនឹងគឺអ្វីបានសេចក្តីថាតាំងចិត្តតម្កល់ចិត្តខ្ពង់ខ្ពស់ល្អព្រះបញ្ញិន្ទ្រីមានប្រាជ្ញាជាធំអាចដោះខ្លួនឲ្យល្អបានណាអធិមកខៈប្រែទៅរួចចាកសេចក្តីប្រាថ្នាអាក្រក់ទាំងប្រមាណអធិវិចារៈគឺយើងប្រើវិចារណញាណគិតពិចារណាត្រេះរិះដឹងហេតុដឹងផលដឹងខុសដឹងត្រូវអាក្រក់ល្អហើយកាន់ធម៌សច្ចៈមេត្តាសម្រាប់ជាផ្លូវដ៏ភ្លឺថ្លាជាមនោសញ្ចេតនាជារស្មីប្រាជ្ញាដែលអាចយើងឆ្លងដល់មហានិព្វានបាទបងប្អូនណាយនាងអ្នករឿងមនុស្សរឿងយក្សគឺរឿងជីវិតអ្នកប្រាជ្ញប្រាយវិព្រេងព្រឹត្តអតីតនិទានមានពីបុរាណដើរតួឲ្យដឹងក្នុងលោកសម្រាប់
ជាវៀងបានអើយវត្តសង្សារនេះធំប៉ុនប្រមាណតែយើងក៏មិនបាននុចបានដឹងសពសេចក្តីរឿងនគរកាយជាសាច់ធរសុតសាតតែខ្លួនខ្ញុំបាទសូបរៀបរាប់យកមកគុំមកភ្ជាប់នឹងតួសាច់រឿងកុំអោយងឿងឆ្ងល់អ្វីនគរកាយដែលយើងថាភពផែនដីអស់លោកកាយទាំងប្រុសស្រីបានសេចក្តីស្ថិតតួរូបកាយហើយចិត្តអន្តរាគឺមនោសញ្ចេតនាដួងចិត្តមនុស្សយើងនឹងឯងមកចុរាជស្ដាច់ស្ដែងដូចខ្ញុំរៀបរាប់ខាងលើថាដូច្នេះខ្ញុំរៀបរាប់ជាភពសំណាងអស់កៃចាបានបណ្ណាល័យសយន្តរាអេលោកក៏មានណាឲ្យការពិចារណាចង់ឲ្យដឹងធម៌ដឹងអាលើភពផែនដីហើយចង់ឲ្យបងប្អូនទាំងឡាយកល់បណ្ណាល័យពិតប្រកបខ្ញុំក៏មានភពសំណាកដ៏ស្ទៀងស្ទាត់បានជួបបណ្ណាល័យសាយន្តរាថតយកសម្លេងរឿងនៃពិតជារឿងជីវិតឥតកលៃមិនមែនភូតផោបងប្អូនអីរឿងនេះវាជារឿងខ្ញុំសូមយកមកច្រៀងជាបៃដើម្បីសូមអរគុណនឹងបណ្ណាល័យសាយន្តរាដូច្នេះខ្ញុំសូមគោរពជូនពរសាទរឲ្យបណ្ណាល័យដល់សោភ័ណ្ឌអេសាយន្តរារស់កុយរន់ចេះតែចម្រើនជឿនលឿនមានអភិវឌ្ឍដោយក្តីប្រាថ្នាសូមឲ្យសម្លេងជាសម្លេងមាសសម្លេងទឹកដាស់ស្មារតីបងប្អូននាមីងយាយតាស្គាល់ខុសស្គាល់ត្រូវស្គាល់ធម៌ស្គាល់អាកំសាន្តសើចលេងតែធម្មតាសាយន្តរាមិនភ្លេចអ្វីពីរឿងដាស់សតិស្មារតីសម្បជញ្ញៈឲ្យភ្ញាក់រលឹកឃើញផ្លូវត្រូវអេពីថ្ងៃនេះតទៅខ្ញុំអ្នកចម្រៀងជបៃសូមបកស្រាយរឿងនគរកាយសន្មត់ទៅចប់សេចក្តីទោះខុសត្រូវអ្វីសូមជូនពរជ័យបងប្អូនយាយតាអស់លោកកាយអស់អ្នកបានសុខតិចកើតកាលធំគុំអេបងប្អូនទាំងតូចទាំងធំគ្រប់វ័យគ្រប់ភេទតាំងពីកុមាររឿងនេះកាយប្រឌិតឆ្នៃតាមបណ្ណាល័យសាយន្តរាឲ្យបងប្អូនចេះគិតពិនិត្យពិចារណាដូច្នេះបងប្អូនណាយាយតាគឺថាសូមបញ្ចប់ពាក្យសេចក្តីខ្ញុំប្រាជ្ញជូនសូមជូនពុទ្ធពរទាំង4មេត្តាដល់បងប្អូនមហាជនពលរដ្ឋគ្រប់តំបន់សូមបានសុខបានជោគជ័យសូមបណ្ណាល័យសាយន្តរាសេចក្តីប៉ងប្រាថ្នាសុខសួស្តីចម្រើនជឿនលឿនសាជាថ្មីកុំបីคล้ายទៅជាប្រការៈដតីឡើយអាយអេសូមយើងទាំងអស់គ្នាឆ្លងដល់ត្រើយ